បាទគ្រប់ជំរាបសួរបងប្អូនអរគ្នាជួបជាមួយនឹងខ្ញុំបាទនៅកណ្ដឹងខ្លីៗក្នុងការប្រើប្រាស់កម្មវិធី Microsoft Word បាទអញ្ចឹងប្រធានបទយើងថ្ងៃនេះនិយាយអំពីការវាយអក្សរនៅក្នុង Save បាទអញ្ចឹងដើម្បីវាយអក្សរនៅក្នុង Save គឺយើងចូលទៅ Insert បាទហើយយក Save មកអញ្ចឹងជាធម្មតាភាគច្រើនបើសិនជាក្នុងករណីនេះខ្ញុំវាយនៅក្រោមចេះអក្សរធម្មតាអញ្ចឹងគឺយក Save ជ្រុងនេះបាទវាយអក្សរបានធំអញ្ចឹងយើងគូស Save នឹងអញ្ចឹងសិនមកហើយបន្តមកដើម្បីវាយអក្សរបានគឺយើងត្រូវ mouse ស្ដាំនៅលើ Save ហ្នឹងហើយយកពាក្យថា Add Text ហើយបន្តមកយើងត្រូវដោះពណ៌វាចេញបើយើងវាយទាំងពណ៌អញ្ចឹងវាអត់ស្អាតទេអត់ត្រូវទេបាទអញ្ចឹងដើម្បីដោះពណ៌ Save នឹងចេញគឺយើងចូលទៅ format ធម្មតាបើសិនយើងនៅក្នុង home វាបង្ហាញបែបនេះអញ្ចឹងយើងចុចលើ Save ហ្នឹងទៅបានមានពាក្យ format បើសិនជាអត់ចុចលើ Save ទេអត់ចេញពាក្យថា format ហ្នឹងទេអញ្ចឹងខ្ញុំចុចលើ Save ហើយយក format save format ហ្នឹងមកហើយតបមកតាក់ទងនឹងផ្ទៃរបស់ Save ហ្នឹងគឺ Save field អញ្ចឹងយក Save field ហ្នឹងយក no ជាទូទៅបងប្អូនខ្លះចឹងគាត់ច្រើនដាក់ពណ៌សអញ្ចឹងណាព្រោះគាត់ដាក់ពណ៌សទៅវាឃើញអា background នេះសដែរគាត់ថាអត់នេះចឹងទៅគាត់យកអញ្ចឹងប៉ុន្តែបើសិនជាករណីយកអញ្ចឹងនៅពេលដែលវាទៅបាំងអក្សរអីផ្សេងវា space កន្លែងហ្នឹងត្រូវបាំងទៅជាអៀតអីចឹងទៅវាបាំងអក្សរផ្សេងអញ្ចឹងអត់ត្រូវយកនេះទេយកល្អយក no field តែម្ដងបាទអញ្ចឹង no field គឺអត់មានផ្ទៃបាទហើយតាក់ទងនឹងបន្ទាត់វាយើងយកអត់មាននេះដែរ save outline no outline ដែរអញ្ចឹងយើងភាគច្រើនអ្នកខ្លះគាត់តែប្រើប្រាស់ថ្មីគាត់អត់ដឹងគាត់យកពណ៌សនៅពេលដែលពណ៌សវាអាចទៅបាំងអីករណីអីមួយអញ្ចឹងណាអញ្ចឹងយកល្អយក no outline តែម្ដងហើយបន្តមកដល់ការវាយអក្សររបស់យើងអញ្ចឹងយើងវាយអក្សរចូលវាអត់ឃើញអញ្ចឹងអាហ្នឹងដោយសារនៅក្នុង Save ហ្នឹង default របស់វាគឺអក្សររបស់យើងវាពណ៌សវាមានអក្សរហើយតែដោយសារពណ៌សអញ្ចឹងយើងត្រូវនេះមក select លើអក្សរដែលបានវាយហើយហ្នឹងមកចុច Control A មក select ទាំងអស់ហើយចូលទៅ Home ហើយយកកន្លែងអក្សរ A នេះយកពណ៌ខ្មៅមកបាទហើយបន្តមកយើងដូរ font អីចឹងមកយើងដូរដាក់ font ណាដែលយើងចង់វាយហ្នឹងមកលើខ្ញុំដាក់មកបាត់ដំបងទំហំ12ចឹងទៅហ្នឹងជាទូទៅអញ្ចឹងខ្ញុំដាក់ថ្ងៃទីចុចហ្នឹងទុកឲ្យគេបំពេញខែចុចបាទហើយឆ្នាំចុចអីចឹងទៅហើយតមកយើងចុះគាត់ភាសានេះលិខិតបញ្ជាក់ប្រាក់ខែអញ្ចឹងយើងដាក់ហត្ថលេខាគេម្ចាស់ហាងអីចឹងទៅគាត់ធ្វើការហាងគាត់ធ្វើការអីម្ចាស់ក្រុមហ៊ុនអីចឹងទៅបាទហ្នឹងគឺអញ្ចឹងយើងសរសេរនៅក្នុង Save វាស្រួលក្នុងការផ្លាស់ទីអញ្ចឹងយើងចាប់ឲ្យចំ border វាហ្នឹងមកយើងទាញវាយកទៅទុកនៅកន្លែងណាក៏បានដែរបើវានៅគៀនហ្នឹងយើងដាក់គៀនមកហើយមកចំណុចទៀតដោយសារ Save នេះវានៅចំកណ្ដាល Save យើងទាញធំទៅវានៅកណ្ដាលអញ្ចឹងចង់ឲ្យវាទៅខាងលើឬក៏ខាងក្រោមអាហ្នឹងយើងកំណត់វាបានករណីខ្លះយើងឲ្យវានៅកណ្ដាលអញ្ចឹងល្អតែក្នុងករណីខ្លះគឺយើងត្រូវឲ្យវាទៅខាងលើដើមបន្ទាត់ពីលើមកអញ្ចឹងនៅក្នុង format Save មកយើងចូលទៅ alignment text នេះអញ្ចឹងនេះចង់ឲ្យវាមកលើយើងយក top មកហើយកដាលវា default ហើយគូ Save មកដំបូងគឺវាជាប់អាហ្នឹងអញ្ចឹងបើយើងចង់ឲ្យមកក្រោមវិញយើងយក bottom អញ្ចឹងឥឡូវខ្ញុំយក top ទៅព្រោះយើងស្រួលអាហ្នឹង top យើងដាក់ Save ទៅវាអត់កងអក្សរទៅលើចេះទៅណាបាទអញ្ចឹងក្នុងការសរសេរអក្សរក្នុង Save មានប៉ុណ្ណឹងអរគុណច្រើនសម្រាប់ការទស្សនា